នេះម្ទេសឆាជើងផ្សិតខ្ញុំណាអ្នកគ្នាធ្វើឲ្យនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើញ៉ាំមួយបាយក៏ឆ្ងាញ់ញ៉ាំមួយមីឆាហ្នឹងក៏ឆ្ងាញ់ដែរនិយាយពីថាឡើងជាតិហ្មងថ្ងៃនេះខ្ញុំដាក់ជាមួយមីឆានិយាយពីថាអូឆ្ងាញ់សាហាវណាស់អ្នកគ្នានិយាយទៅម្ទេសហ្នឹងដល់ពេលញ៉ាំយូរទៅអត់សូវហឹរដែរហើយជាតិចេញពីជើងផ្សិតហ្នឹងមកនិយាយពីថាញ៉ាំជក់មាត់ញ៉ាំហើយគឺចង់ញ៉ាំទៀតហ្មងសួស្តីអ្នកគ្នានេះគ្រឿងម្ទេសឆាយើងមានដូចជាអានេះម្ទេសនេះដាក់ទៅកុំឲ្យវាសូវហឹរពេកហើយជាមួយនឹងម្ទេសខ្មែរយើងហើយម្ទេសនេះគឺខ្ញុំស្រស់ហើយអ្នកគ្នាអានេះក៏ស្រស់អានេះក៏ស្រស់ហើយដែរហើយសំខាន់ណាថ្ងៃនេះពិសេសគឺខ្ញុំឆាម្ទេសជាមួយនឹងជើងផ្សិតនេះជើងផ្សិតណាអ្នកគ្នាជើងផ្សិតនេះយើងត្រាំហើយលាងទឹកចាត់វាឲ្យស្អាតដីហើយចូលមកចាត់ទូចចែកហើយជាមួយនឹងខ្ទឹមច្រាំខ្ទឹមនេះគឺខ្ញុំកិនហើយអ្នកគ្នាកិនម៉ត់និយាយទៅខ្ញុំរៀបចំគ្រឿងនឹងឲ្យហើយដើម្បីស្រួលថតខ្លីៗអញ្ចឹងណាហើយជាមួយនឹងអានេះគឺគ្រឿងសាតេនិយាយទៅឆាម្ទេសមួយគ្រឿងសាតេម្ទេសនេះយើងអាចឆាញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយនឹងសាច់សាបក៏បានដែរខ្ញុំយកជើងផ្សិតនេះមកប្រឡាក់ជាមួយនឹងសាតេសិនសាតេមកកញ្ចប់នេះគឺខ្ញុំដាក់ជាមួយនឹងជើងផ្សិតផងដាក់ជាមួយនឹងម្ទេសឆាផងប៉ុន្តែខ្ញុំដាក់ជាមួយនឹងជើងផ្សិតក្លុកវាសិនដោយសារយើងចង់ឲ្យជើងផ្សិតនឹងវាចូលជាតិមួយសាតេអញ្ចឹងណាដាក់ពាក់កណ្ដាលមកហើយពាក់កណ្ដាលទៀតចាំយើងដាក់ជាមួយនឹងម្ទេសឆាជើងផ្សិតនេះយើងដាក់គ្រឿងឲ្យហើយក៏បានដែរតែយើងដាក់មុំសិនណាឲ្យវាប្រៃដើម្បីឲ្យវាចូលជាតិនេះដាក់ទឹកប្រេងខ្យងហើយទឹកត្រីបន្តិចទៅកុំឲ្យប្រៃពេកហើយនេះវិញម្សៅស៊ុបដាក់គ្រឿងហើយយើងច្បល់វាឲ្យសព្វមកអ្នកគ្នាយើងទុកឲ្យជើងផ្សិតនឹងវាចូលជាតិពេលអាម្ទេសធំហ្មងម្ទេសម៉ាឡេខ្ញុំយកមកកិនឲ្យម៉ត់ចឹងណាហើយយើងចាក់ទៅដុំយើងទៅកិនអាម្ទេសខ្មែរយើងម្ដងរឿងនេះគ្រាន់តែធុំក្លិនក៏ដឹងថាហឹរដែរហឹរសាហាវហ្មងអញ្ចឹងខ្ញុំអត់ដាក់ចូលជាមួយនឹងម្ទេសនេះទេគឺយើងដាក់ផ្សេងអញ្ចឹងទៅដល់ពេលឆាយើងចង់ហឹរប៉ុណ្ណាយើងចាប់ដួសដាក់ប៉ុណ្ណឹងលាយចូលគ្នាប៉ុណ្ណឹងណាតោះឥឡូវយើងទៅចាប់ផ្ដើមឆាច្រើនណាវាតាមយើងឆាតិចឆាច្រើនដល់មកយើងដាក់ខ្ទឹមទៅមិនបាច់ចាំខ្ទះក្តៅទេខ្ទឹមនេះអត់អីព្រោះយើងប្រើភ្លើងតិចរហូតអញ្ចឹងណាឆាម្ទេសនេះគឺយើងប្រើភ្លើងតិចរហូតហ្មងអត់អាចបើកភ្លើងបឋមបានទេអានេះរវល់បដៅដកដែររួចនេះដុំយើងឡើងក្រហមនេះណោះហើយចាក់ទាំងអស់ហ្មងហើយហឹលបដ យើងខ្លាច់ខ្លោចអ្នកឲ្យគ្នាបិទភ្លើងសិននៅពុកខ្លាច់ខ្ទឹមណាពេលដែលយើងដាក់ម្ទេសចូលហើយគឺយើងឆារហូតហ្មងអ្នកគ្នាគឺឆាអត់មានដកដៃទេព្រោះយើងខ្លាច់ខ្លោចយើងបើកភ្លើងតិចហើយយើងបន្តឆារហូតដល់ម្ទេសនឹងដាច់ទឹកល្អអានេះនៅអត់ទាន់ដាច់ទឹកទេអ្នកគ្នាហើយក៏ឡើងអត់ទាន់ឡើងឈ្ងុយដែរនៅពេលដែលវាដាច់ទឹកល្អនេះគឺវាឡើងអញ្ចឹងអ្នកគ្នានេះខ្ញុំអត់ទាន់ឈប់ឆាប៉ុណ្ណឹងខ្ញុំឆាតវាដាច់ទឹកខ្លាំងជាងនឹងទៀតនិយាយទៅឆាតតែម្ទេសយើងឡើងឈ្ងុយហើយវានៅតែប្រេងម្ទេសវាអត់មានទឹកទេហើយអាក្រហមនោះគឺសិតតែប្រេងម្ទេសទេបន្ទាប់ពីខ្ញុំឆាម្ទេសយើងដាច់ទឹកស្ងួតល្អហើយគឺខ្ញុំចាក់ជើងផ្សិតចូលជើងផ្សិតដែលយើងប្រឡាក់ទុកជាមួយនឹងគ្រឿងសាតេមិញយើងចាក់ចូលទៅហើយសាតេដែលសល់កន្លះកញ្ចប់ហ្នឹងខ្ញុំចាក់ចូលជាមួយគ្នាដែរយើងចាក់ចូលជាមួយនឹងទេឆាយើងហ្នឹងណាដើម្បីវាមានជាតិហើយឆ្ងាញ់ចាក់ចូលទាំងអស់ហ្មងទៅហើយចាំយើងច្បល់វាឲ្យសព្វ
យើងច្បល់កូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាមួយសន្ទុះសិនចាំយើងដាក់គ្រឿងព្រោះអីយើងដាក់គ្រឿងទៅយើងខ្លាច់ខ្លោចហើយនៅក្នុងម្លងពេលដែលយើងដាក់ជើងផ្សិតចូលជាមួយនឹងសាតេចូលហ្នឹងអ្នកនរគ្នាបិទភ្លើងសិនក៏បានដែរព្រោះអីយើងខ្លាច់ខ្លោចអាហ្នឹងឆាប់ខ្លោចមែនតែនបន្ទាប់ពីយើងដាក់ចូលអស់ហើយចាំយើងបើកភ្លើងតិចមកវិញហើយយើងច្បល់គ្រឿងអស់ហ្នឹងឲ្យសព្វចូលគ្នាសព្វមួយសន្ទុះសិនណាចាំយើងដាក់គ្រឿងចូលគ្រឿងហ្នឹងគឺអត់មានអីច្រើនទេអ្នកនរគ្នាមានតែទឹកប្រេងខ្យងមានស្ករសមានប៊ីចេងហើយនឹងអំបិលបន្តិចទៅនិយាយទៅយើងដាក់ទៅតាមចំណូលចិត្តយើងតែកុំដាក់ប្រៃពេកព្រោះហ្នឹងយើងញ៉ាំជាមួយបាយឬក៏ជ្រលក់ជាមួយសាច់អីចឹងបានណាបើយើងដាក់ប្រៃពេកអាហ្នឹងយើងដាក់ពេលដែលយើងយកទៅញ៉ាំជាមួយបាយឬក៏ជ្រលក់ជាមួយអីទៅវាអាចនឹងប្រៃខ្លាំងអញ្ចឹងយើងដាក់គ្រឿងល្មមបានហើយតាមចំណូលចិត្តយើងណាមួយគ្រឿងសាតេក៏រៀងប្រៃដែរដោយសារយើងដាក់សាតេអស់ឡើងមកកញ្ចប់ហើយអញ្ចឹងគឺវាក៏មានរសជាតិប្រៃខ្លះដែរបន្ទាប់ពីដាក់គ្រឿងទាំងអស់ហ្នឹងសព្វហើយយើងច្បល់ច្បល់ចូលគ្នារហូតដល់អ្នកនរគ្នានិយាយទៅឆានេះគឺយើងហត់នឹងរឿងកូរវាបន្តិចព្រោះយើងខ្លាច់វាជាប់បាតខ្លាច់ខ្លោចអីអញ្ចឹងណាអ្នកនរគ្នាត្រូវដាក់ភ្លើងតិចហើយកូរវារហូតហ្មងរហូតវាដាច់ទឹករហូតដល់វាឆ្អិនល្អអូយហើយសាហាវហើយនេះលទ្ធផលសម្រាប់ម្ទេសឆាខ្ញុំគឺឆ្អិនហើយអ្នកនរគ្នានិយាយពីថាពណ៌វិញគឺឡើងក្រហមល្អខ្លាំងមែនតែនហ្មងណាហើយបើនិយាយពីក្លិនវិញគឺឡើងឈ្ងុយសំខាន់ណាហិលហាហ្មងអានេះដោយសារខ្ញុំយកម្ទេសខ្មែរម្ទេសតូចគឺខ្ញុំកិនទាំងគ្រាប់ទាំងអីអស់ហ្មងបើសិនជាអ្នកនរគ្នាអត់ចង់ហិលទេអ្នកនរគ្នាអាចយកម្ទេសរៀងធំហើយអ្នកនរគ្នាស្ងោរហើយយកគ្រាប់វាចេញអាហ្នឹងអត់សូវហិលទេតែខ្ញុំវិញគឺម្ទេសខ្មែរសុទ្ធហ្មងដាក់ទៅគឺឡើងហោះប៉ុន្តែឆ្ងាញ់យើងយកប្រឡាក់ជាមួយបាយអីនិយាយទៅជាតិហ្មងបើញ៉ាំជាមួយនឹងនំបញ្ចុកក៏ឆ្ងាញ់ដែរ